Mong banនិយាយថាអ្នកឡើងអាស៊ីតអ៊ុយរិចហ្នឹងគាត់អាចមានបញ្ហាពាក់ព័ន្ធទៅដល់តម្រងនោមតើហេតុអីបានជាវាអាចខ្សោយតម្រងនោមរបៀបហ្នឹងមានអាកំបាំងមួយនៅពេលដែលយើងញ៉ាំផ្លែឈើផ្អែមមុតឬក៏នំផ្អែមមុតដូចជានំខេកជាដើមហ្នឹងគឺនៅក្នុងហ្នឹងមានទាំងស្ករផ្អែមមុតដែលជាស្ករ fructose និងមានទាំងស្ករទឹកនោមផ្អែមស្ករ glucose អាតម្រងនោមហ្នឹងវាបំលែង glucose ទៅជា fructose ដល់ពេលដែលវាបំលែងគឺវាប្រើធម្មពលផ្ទាល់ខ្លួនរបស់វានៅក្នុងកោសិកាតម្រងនោមប្រើឡើងអស់ធម្មពលរបស់វាคล้ายទៅជាអាស៊ីតអ៊ុយរិកធ្វើឲ្យខ្សោយតម្រងនោមធ្វើឲ្យឡើងអាស៊ីតអ៊ុយរិកនៅក្នុងប្រព័ន្ធឈាមរត់ទី2ទៀតនៅពេលដែលវាបំលែងអាស្ករ glucose ស្ករទឹកនោមផ្អែមហ្នឹងស្ករក្នុងបាយហ្នឹងคล้ายទៅជា fructose គឺវាបញ្ជូនចូលក្នុងប្រព័ន្ធឈាមរត់ឲ្យថ្លើមអញ្ចឹងអាថ្លើមហ្នឹងខ្សោយថែមមួយសាទៀតវាផលិតអ៊ុយរិកបន្ថែមមួយសាទៀតអញ្ចឹងវាបញ្ចេញចូលក្នុងប្រព័ន្ធឈាមរត់យកចាក់ចោលតាមតម្រងនោមពេលហ្នឹងគឺតម្រងនោមខូចលើកទី2អញ្ចឹងខូចលើកទី1ដោយសារបំលែងជាតិស្ករទឹកនោមផ្អែមឲ្យទៅជា fructose ខ្សោយខ្លួនឯងអស់ធម្មពលអញ្ចឹងនឹងខ្សោយទី1ខ្សោយទី2នៅពេលដែលគាត់បានបំលែងអាស្ករទឹកនោមផ្អែមទៅជាស្ករ fructose ផ្អែមមុតចូលក្នុងថ្លើមអាថ្លើមនឹងផលិតអ៊ុយរិកឲ្យអាតម្រងនោមនឹងយកទៅចាក់ចោលអញ្ចឹងអាហ្នឹងគឺខ្សោយទី2អញ្ចឹងបើសួរថាធ្វើម៉េចការពារតម្រងនោមបានមុនគេគឺកុំញ៉ាំអាស្ករដែលមាននៅក្នុងផ្លែឈើផ្អែមហ្នឹងច្រើនពេកឧទាហរណ៍ដូចជាផ្លែចេកស្ករមានទាំងពីរទាំង fructose ក៏ច្រើនទាំងស្ករ glucose ទឹកនោមផ្អែមហ្នឹងក៏ច្រើនដែរស្ករពោតដូចគ្នាស្ករអំពៅស្ករត្នោតដូចគ្នាទាំងអស់ទឹកឃ្មុំដូចគ្នាទាំងអស់ចា៎គឺមានទាំងពីរអញ្ចឹងឲ្យតែញ៉ាំរបស់ផ្អែមហ្នឹងគឺខូចតម្រងនោមតាមរបៀបពីរយ៉ាងហ្នឹងអញ្ចឹងមនុស្សណាមួយក៏ដោយឲ្យតែញ៉ាំច្រើនមិនចាំបាច់មានពូជអត់ពូជក៏កើតដែរជាក់ស្ដែងមនុស្សកើតជំងឺតម្រងនោម10នាក់មានពូជតែម្នាក់ទេហើយបើម្នាក់ហ្នឹងគាត់មិនញ៉ាំអាស្ករហ្នឹងក៏គាត់មិនឈឺធ្ងន់ដែរចា៎